សួស្តីនេះគឺជាវីដេអូទី2ដែលនិយាយអំពីសម្ព័ន្ធភាពប្តីប្រពន្ធមនុស្សជាច្រើនណាសួរខ្ញុំថាតើការជួបគ្នាជាប្តីប្រពន្ធព្រោះតែមាននិស្ស័យនឹងគ្នាហើយការព្រាត់គ្នាឬឃ្លាតចាកពីគ្នាជាការអស់និស្ស័យនឹងគ្នាឬយ៉ាងណានៅលើពិភពលោកហ្នឹងមានមនុស្សច្រើនណាស់9កោដនាក់គឺច្រើនស្អេកស្កះមែនទែនគ្រប់ទីកន្លែង9កោដនាក់ទម្រាំតែបានស្គាល់មនុស្សម្នាក់ហ្នឹងទម្រាំតែបាក់ចិត្តស្រឡាញ់គេពេលខ្លះបាក់ចិត្តស្រឡាញ់គេតែម្នាក់ឯងទៀតហើយទម្រាំតែនឹងដាច់ចិត្តសារភាពស្រឡាញ់គេសារភាពថាខ្លួនយើងស្រឡាញ់គេពេលខ្លះដេកបកពោះទៀតមិនដឹងថាគេស្រឡាញ់យើងវិញឬក៏អត់ទេហើយទម្រាំតែគេសារភាពថាគេក៏ស្រឡាញ់យើងដែរសេចក្តីអសេចក្តីសប្បាយសេចក្តីរំភើបនៅពេលដែលគេប្រាប់យើងថាគេក៏ស្រឡាញ់យើងដែរទម្រាំតែបានជួបគ្នាទម្រាំតែបានយល់ចិត្តគ្នាទម្រាំតែបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធទម្រាំតែបានពាក់ចិញ្ចៀនជុំគ្នាទម្រាំតែបានគេងនៅក្នុងដៃគ្នាទម្រាំតែបាននៅក្បែរគ្នារៀងរាល់យប់រៀងរាល់ថ្ងៃទម្រាំតែហៅគ្នាថាជាប្តីទម្រាំតែហៅគ្នាថាជាប្រពន្ធគឺជានិស្ស័យមួយធំធេងណាស់ខ្ញុំយល់ឃើញថាមនុស្ស2នាក់ក្នុងចំណោមមនុស្ស9លាននាក់នៅលើពិភពលោកនឹងទម្រាំតែបានជួបគ្នាហើយคล้ายទៅជាប្តីប្រពន្ធនឹងគ្នាគឺជានិស្ស័យធំណាស់ចុះការឃ្លាតចាកគ្នាព្រោះតែអស់និស្ស័យឬយ៉ាងណាពេលខ្លះការឃ្លាតចាកគ្នាមិនមែនព្រោះតែអស់និស្ស័យទេព្រោះតែមនុស្សមិនសូវបានពិភាក្សាគ្នាឲ្យយល់ពីជំរឿចិត្តរបស់គ្នារៀងៗខ្លួនពេលខ្លះនេះគឺជាដើមហេតុដែលធ្វើឲ្យមានការឃ្លាតចាកគ្នាអញ្ចឹងហើយប្តីប្រពន្ធទាំងឡាយគួរតែបង្កើតនៅទម្លាប់មួយកន្លះខែម្ដងឬក៏ថាមួយខែម្ដងក៏ដោយឬក៏អាចញឹកញាប់ជាងនេះក៏បានក្នុងពេលចាំបាច់យើងត្រូវរកពេលស្ងប់ស្ងាត់មួយនិយាយជាមួយនឹងប្តីយើងជាមួយនឹងប្រពន្ធរបស់យើងហើយធ្វើជាមនុស្សរស់កុំលាក់អារម្មណ៍មិនសោះត្រូវបង្ហាញអារម្មណ៍របស់ខ្លួនឯងទៅកាន់មនុស្សដែលខ្លួនឯងស្រឡាញ់ទៅកាន់ប្តីរបស់ខ្លួនឯងទៅកាន់របស់ប្រពន្ធខ្លួនឯងពីព្រោះកុំចាំថាអូគាត់ជាប្តីខ្ញុំគាត់ប្រកាសជាយល់អារម្មណ៍ខ្ញុំគាត់ជាប្រពន្ធខ្ញុំរឿងអីដែលគាត់មិនយល់អារម្មណ៍ខ្ញុំមិនមែនអញ្ចឹងទេភាគីម្ខាងទៀតទៅមិនអាចដឹងថាយើងគិតអីមិនអាចដឹងថាយើងមានអារម្មណ៍យ៉ាងម៉េចទេមានតែខ្លួនយើងទេដែលយើងដឹងថាយើងមានអារម្មណ៍យ៉ាងម៉េចមានតែខ្លួនយើងទេដែលយើងដឹងថាយើងមានទុក្ខលំបាកអីអញ្ចឹងការដែលចេះស្វែងរកពេលវេលាឲ្យបានញឹកញាប់និយាយគ្នានៅក្នុងភាពស្ងប់ស្ងាត់មួយជាមួយនឹងប្តីរបស់យើងជាមួយនឹងប្រពន្ធរបស់យើងហើយបង្ហាញពីអារម្មណ៍របស់ខ្លួនយើងនឹងទៅកាន់ភាគីម្ខាងទៀតបើសិនបើយើងមានទុក្ខលំបាកអីយើងអាចប្រាប់ទៅប្តីរបស់យើងទៅប្រពន្ធរបស់យើងថាយើងមានទុក្ខលំបាកកន្លែងនេះយើងមានការខ្វល់ខ្វាយនៅកន្លែងនេះគាត់ធ្វើឲ្យយើងអត់សុបាយចិត្តពាក្យពេចន៍មួយនេះគាត់ធ្វើនិយាយទៅធ្វើឲ្យយើងអត់សុបាយចិត្តយើងមានភាពឯកោច្រើនដោយសារគាត់មិនសូវយកចិត្តទុកដាក់នឹងយើងឬក៏គាត់រវល់ការងារច្រើនឬក៏ស្អីអញ្ចឹងទៅអញ្ចឹងការដែលនិយាយអំពីអារម្មណ៍របស់យើងអំពីទឹកចិត្តរបស់យើងទៅប្រាប់ភាគីម្ខាងទៀតនោះគឺជារឿងដែលចាំបាច់បំផុតទាំងខាងប្តីទាំងខាងប្រពន្ធហើយគួរបង្កើតឲ្យវាคล้ายទៅជាទម្លាប់នៅក្នុងការនិយាយអំពីអារម្មណ៍របស់គ្នាប្រាប់ទៅគ្នានៅពេលដែលមនុស្សនិយាយអំពីអារម្មណ៍របស់គ្នាប្រាប់ទៅគ្នារៀងៗខ្លួនវាបង្កើតឲ្យទៅមានភាពជិតស្និទ្ធឲ្យទៅមានភាពយល់គ្នាច្រើនជាងមុននៅពេលដែលមនុស្សស្និទ្ធគ្នាច្រើនជាងមុនយល់គ្នាច្រើនជាងមុននេះហើយជាដើមចមដែលធ្វើឲ្យមនុស្សរស់នៅជុំគ្នាបានយូរអង្វែងហើយបានពេញមួយជីវិតដូច្នេះការជួបគ្នាប្រកបណាស់ថាជានិស្ស័យប៉ុន្តែពេលខ្លះការឃ្លាតចាកគ្នាមិនប្រកបថាជាការអស់និស្ស័យទេប្រសិនបើលោកអ្នកចេះចំណាយពេលនិយាយជាមួយនឹងប្តីប្រពន្ធរបស់ខ្លួនឯងហើយបង្ហាញអារម្មណ៍របស់ខ្លួនឯងចេះបង្ហាញអំពីទុក្ខសោករបស់ខ្លួនឯងបង្ហាញអំពីការចង់បានរបស់ខ្លួនឯងហើយធ្វើម៉េចឲ្យមានការយល់ចិត្តគ្នាឲ្យបានកាន់តែច្រើននោះលោកអ្នកនឹងមាននិស្ស័យរស់ជុំគ្នាបានពេញមួយជីវិតសូមអរគុណ